នៅព្រឹកថ្ងៃទី27 ខែឧសភាឆ្នាំ2026នេះដែរនៅទីស្តីការក្រសួងការពារជាតិមានសន្និសីទសារព័ត៌មានស្តីពីច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍មាសសវណ្ណអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិថ្លែងនៅក្នុងសន្និសីទសារព័ត៌មានឯកឧត្តមមាសសវណ្ណបានមានប្រសាសន៍ថាច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មីដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនសរកម0526 008 ចុះថ្ងៃទី23 ខែឧសភាឆ្នាំ2026ត្រូវបានប្រកាសជាការប្រញាប់កាតព្វកិច្ចយោធាជាករណីយកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តមឧត្តមរបស់ប្រជាពលរដ្ឋកម្ពុជានិងជាវិធានការដ៏មានសារៈសំខាន់ក្នុងការជួយពង្រឹងវិស័យការពារជាតិនិងការកសាងធនធានមនុស្សប្រកបដោយគុណភាពផ្ដល់ឱកាសដល់យុវជនជំនាន់ថ្មីដែលមានអាយុចាប់ពី18ដល់25ឆ្នាំបានចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីបម្រើជាតិមាតុភូមិនិងចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងសន្តិភាពនៃជាតិតាមរយៈការបំពេញកាតព្វកិច្ចយោធាយុវជននឹងទទួលបានការហាត់ពត់លូតដំផ្នែកវិន័យសិលធម៌ការគោរពបទបញ្ជាការរស់នៅជាក្រុមនិងការទទួលខុសត្រូវក្នុងសង្គមការចុះបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្តរបស់យុវជនឆ្លុះបញ្ចាំងពីការគាំទ្រនយោបាយកែតម្រង់របស់រាជរដ្ឋាភិបាលបង្កើតឲ្យមានតម្លាភាពសង្គមដែលធ្វើឲ្យយុវជនគ្រប់រូបមានកិត្តិយសនិងកាតព្វកិច្ចស្មើគ្នាចំពោះមុខច្បាប់ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះក៏ជាប្រភពធនធានមនុស្សដែលមិនចេះរីងស្ងួតសម្រាប់កម្លាំងកងយុទ្ធពលខេមរៈភូមិន្ទធានាបាននូវការបំពេញបន្ថែមនៅកម្លាំងទ័ពវ័យក្មេងដែលមានកាយសម្បទាមាំមួនល្បឿនលឿននិងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបបានឆាប់រហ័សឆ្លើយតបទៅនឹងសំណួរនានារបស់អ្នកសារព័ត៌មានឯកឧត្តមនាយឧត្តមសេនីយ៍មាសសវណ្ណបានបញ្ជាក់ថាបាទសូមឆ្លើយនៅសំណួរនេះគឺព្រះរាជក្រមបានចេញរួចហើយប្រកាសជាប្រញាប់ដូច្នេះការអនុវត្តច្បាប់កាតព្វកិច្ចយោធាគឺយើងចាប់ផ្ដើមផ្សព្វផ្សាយនិងអនុវត្តចាប់ពីម៉ោងនេះតទៅហើយការអនុវត្តគឺដូចបានខ្ញុំអានសេចក្តីថ្លែងការអំបញ្ញមិញនេះគឺត្រូវធ្វើឲ្យបានចប់នៅចុងឆ្នាំ2026គឺមានកងទ័ពកាតព្វកិច្ចយោធាចូលដល់ជំរំវឹកវើបាទសូមអរគុណហើយសន្ទុះដែលចូលរួមគឺយើងអាចគិតថាពី1.5% ទៅ2% នៃចំនួនយុវជនដែលត្រូវចូលចុះកាតព្វកិច្ចបាទដល់ថាច្បាប់ពីការប្រញាប់តាមក្រសួងការពារជាតិអាចរៀបចំទីតាំងសម្រាប់យុវជនដែលចូលទៅកាតព្វកិច្ចទូប្រហែលនៅបាទសូមឆ្លើយគឺមកដល់ពេលនេះគឺគ្រប់សាលាវឹកវើទាំងអស់នៅចំណុះយុទ្ធភាពភូមិភាគដែលយើងបានរៀបចំគឺថាយើងបានត្រៀមបំរុងសពគ្រប់អស់ដើម្បីទទួលចំនួនយោធិនកាតព្វកិច្ចយោធារបស់យើងចូលហាត់វឹកវើបាទបាទដល់ខ្ញុំមានមួយសំណួរណាគឺថាបន្ទាប់ពីច្បាប់បានប្រកាសជាការប្រញាប់ថ្ងៃទី22នេះគង់មានមតិលើកឡើងថាច្បាប់នេះប្រហែលជាដាក់ឡើងសម្រាប់តែពាក្យប្រកាសទៅលើប្រជាពលរដ្ឋដែលជាអ្នកក្រីក្រហើយគណៈកូនចៅអ្នកមានអាចនឹងពេញពេកបានពីការចូលទៅតាមពេលយោធាកងមួយនេះសម្រាប់អាដាមតអាដាមឆ្លៃតបែបណាធ្វើការលើកឡើងបាទច្បាប់នេះគឺបានលើកឡើងហើយគឺថាឲ្យយើងអនុវត្តមានតម្លាភាពកិនន័យភាពប្រសិទ្ធភាពស្មើភាពដូច្នេះគ្រប់អ្នកមានអ្នកក្រអ្នកធំគឺត្រូវតែអនុវត្តច្បាប់កាតព្វកិច្ចយោធានេះទាំងអស់ក្នុងករណីកិច្ចវេះក្នុងករណីរារាំងដូច្នេះនឹងទទួលមានច្បាប់ទោសទណ្ឌកម្មបាទបាទអាដាមខ្ញុំជាមកពីទទួលវិទ្យាចង់បានសារដល់តើតើទៅនឹងការរើសជំនាញដំបូងតើអាចបញ្ជាក់អំពីចំនួនការរើសដំបូងចំនួនប្រមាណដែរអាដាមដូចខ្ញុំបានបញ្ជាក់ហើយថាប្រហែល 1.5% ទៅ 2% នៃចំនួនបាទចំនួនជាក់ស្ដែងយើងនឹងគិតតាមក្រោយនៃចំនួនដែលយើងធ្វើជំរឿនហើយនឹងចាប់ឆ្នោតជ្រើសរើសដូច្នេះវាមិនអាចយកទាំងអស់បានទេគឺយក
តាមសន្ទុះនៃសេចក្តីត្រូវការរបស់ក្រសួងការពារជាតិ ចំពោះនីតិវិធីនៃការជ្រើសរើសតាមមណ្ឌលរាជធានីខេត្តតើនីតិវិធីចាប់ដើមឬក៏របៀបម៉េចដែរ ឥឡូវនេះយើងបានបង្កើតជាគណៈកម្មការកាតព្វកិច្ចយោធាមានថ្នាក់ក្រសួងការពារជាតិថ្នាក់យុទ្ធភូមិភាគថ្នាក់ជើងគោកហើយនឹងប្រតិបត្តិការសក្តិខេត្តហើយនឹងរហូតទៅដល់ស្រុកដូច្នេះនីតិវិធីរបស់យើងនឹងអនុវត្តទៅតាមអនុក្រឹត្យដែលយើងកំពុងតែចែងគឺថានីតិវិធីយើងធ្វើបានច្បាស់លាស់តាមអនុក្រឹត្យ អាយដាមខ្ញុំបានបីសម្បូរមកពី You Today អាយដាមទៅនៅកតាបកិច្ចយោធារយៈពេល2ឆ្នាំប្រសិទ្ធបើចប់ហើយប្រសិទ្ធបើមានយុវជនគាត់ស្ម័គ្រចិត្តទៅបន្តជាយុវជនតើខាងក្រសួងនឹងអនុញ្ញាតឲ្យគាត់ទៅបន្តជាក្របខ័ណ្ឌយោធាប្រសិទ្ធនេះដែរទេបាទ បាទអបអរសាទរយ៉ាងជ្រាលជ្រៅបំផុតចំពោះយុវជនដែលគាត់ចូលមកបំពេញកាតព្វកិច្ចយោធាហើយគាត់ស្ម័គ្រចិត្តចូលជាយោធិនអាជីពគឺថាកងយុទ្ធពលខេមរៈភូមិន្ទគឺថាអបអរសាទរទទួលបាទ អាដាមពូនសេចក្ដីមកពីវិទ្យាសាស្ត្រយើងអាដាម បាទ អាដាមចង់សួរអាដាមតិចថាការចាប់ដើមដំបូងនៃការជ្រើសរើសគាត់យើងដែលជាកតាបកិច្ចនេះអាចថាចាប់ដើមនៅខេត្តឬរាជធានីណាមួយទេការចាប់ដើមដំបូងអាដាម នេះគឺជាដំបូងគឺមានផែនការពីក្រសួងការពារជាតិដើម្បីសុំបរិយាក្រិតទៅសុំអនុក្រឹត្យទៅរាជរដ្ឋាភិបាលដើម្បីសុំកំណត់សន្ទុះសម្រាប់ជ្រើសរើសដល់បានសន្ទុះជ្រើសរើសហើយក្រសួងការពារជាតិនឹងធ្វើការបែងចែកទៅតាមគណៈកម្មការកាតព្វកិច្ចយោធាទៅតាមតំបន់ដូចជាភូមិភាគ1ភូមិភាគ2អញ្ចឹងបើត្រូវការចាំបាច់គឺថាយើងនឹងរៀបចំទៅតាមការបែងចែករបស់គណៈកម្មការថ្នាក់លើរបស់យើងបាទ អាដាមចម្ងល់របស់បងថាតើនីតិវិធីនៃការជ្រើសរើសដោយបងគាត់សួរមិនមែនថាពលរដ្ឋដែលគាត់ដល់អាយុហ្នឹងគាត់ធ្វើម៉េចឬក៏មេភូមិទៅប្រាប់គាត់ឬក៏អាណាព្យាបាលត្រូវបញ្ជូនគាត់មកកន្លែងដែលត្រូវចុះឈ្មោះចូលកាតព្វកិច្ចយោធាហ្នឹងឬក៏យើងមានមន្ត្រីរាជការយើងជាយោធាហ្នឹងទៅប្រាប់គាត់ដល់ភូមិយ៉ាងម៉េចដែរតាមគុំទៅចាក់កន្លែងនេះបាទ បាទនេះគឺពាក់ព័ន្ធដល់ការជំរឿនពាក់ការជំរឿនគឺមានគណៈកម្មការនៅតាមមូលដ្ឋានសហការជាមួយនឹងមូលដ្ឋានថ្នាក់ក្រោមជាតិគឺឃុំសង្កាត់ដើម្បីស្រង់ទិន្នន័យបាទពេលស្រង់ទិន្នន័យបានហើយណាបានយើងមានធ្វើលិខិតអញ្ជើញដើម្បីមកបង្ហាញខ្លួនបាទ អារម្មណ៍មួយចំនួនទៀតតើពេលដែលយុវជនគាត់ទៅអនុវត្តកតាបកិច្ចយោធារដ្ឋនឹងមានប្រាក់ឧបត្ថម្ភអាចដឹងបានទេអាចចំនួនប្រមាណ បាទណែសូមជម្រាបជូនលោកអ្នកសារព័ត៌មានថាពេលដែលយុទ្ធជនចូលបំពេញកាតព្វកិច្ចយោធាគឺមានការឧបត្ថម្ភជាប្រាក់ឧបត្ថម្ភសម្លៀកបំពាក់គ្រឿងបំពាក់អីគឺដូចយុទ្ធនអាជីពទាំងអស់ប៉ុន្តែប្រាក់ឧបត្ថម្ភប្រចាំខែគឺមានចែងនៅក្នុងអនុក្រឹត្យកំពុងតែឆ្លងយើងមិនអាចបញ្ជាក់ថាចំនួនប៉ុន្មានបានទេប៉ុន្តែមានប្រាក់ឧបត្ថម្ភនៅចែងនៅក្នុងអនុក្រឹត្យហើយពេលដែលកំពុងតែបំពេញកាតព្វកិច្ចយោធានេះបើសិនជាគាត់មានជំងឺរបួសស្អីសពបែបយ៉ាងគឺថារដ្ឋជាអ្នកធានារ៉ាប់រងក្នុងការទទួលរ៉ាប់រងក្នុងការព្យាបាលជំងឺរបស់គាត់ហើយបើសិនជាគាត់ធ្លាក់ខ្លួនពិការមរណភាពឬពលីក៏គាត់ទទួលបានរបបឧបត្ថម្ភដូចយោធិនអាជីពដែរបាទ